ជំរាបសួរលោកតា អូហើយចាញ់ទាំងពីរណាមកសមមិញតាដូចជាដាក់នៅពាក្យបណ្ដៅមួយឲ្យចៅទាំងពីររកពាក្យបណ្ដៅនោះដូចជាកាប់មកទិសត្រូវថ្មកាប់មកទិសត្រូវដីសកាប់មកទិសត្រូវទឹកសមុទ្រហ្នឹងតែចៅហ្នឹងមានបានពិភាក្សាឬក៏បានទៅស្រាវជ្រាវរកតើពាក្យនេះពាក្យបណ្ដៅហ្នឹងពាក្យបណ្ដៅខ្មែរហ្នឹងតើពាក្យហ្នឹងគឺជាពាក្យអ្វីណាគេសំដៅទៅលើអ្វីណាចៅ អូលោកតាតើខ្ញុំណាឆ្លើយមុនព្រោះសំណួរចៅតែងតែចង់ឆ្លើយមុនទេព្រោះសមហ្នឹងចៅខំតិចគិតថាសំណួរពាក្យបណ្ដៅហ្នឹងវាសំដៅលើអ្វីហើយសមហ្នឹងក៏បានគិតថាសំណាឈឺក្បាលតាពាក្យហ្នឹងមកតាមចៅគិតថាហ្នឹងមានតែយើងកាត់ផ្នត់កាត់ផ្លែផ្នត់យើងផ្នត់ខ្ចីកាត់ទៅចេញទឹកមានក៏ផ្អែម nó và nó mình bên nào thế là nó làm trắng người ta tôi khó lắm នឹងពិសិដ្ឋឆ្លើយក៏វារៀងត្រូវដែរណាពិសិដ្ឋតែចៃណាប៉ុន្តែវាចម្លើយវាមិនទាន់ឆ្លើយទៅត្រូវទេព្រោះហ្នឹងវាមិនទាន់ត្រូវ100%ទេចាចៃអញ្ចឹងពុកឲ្យចម្លើយហ្នឹងឲ្យតារាឆ្លើយម្ដងមើលតើតារាមានចម្លើយយ៉ាងម៉េចដែរចម្លើយអាចតែសមរម្យឬក៏ត្រូវឬក៏ខុសនឹងដូចពិសិដ្ឋដែរឬក៏យ៉ាងម៉េចមើលចៅតារាមួយឆ្លើយមើលតាចាំស្ដាប់ហើយ បាទលោកតាពាក្យបណ្ដៅដែលលោកតាដាក់ឲ្យចៅពីម្សិលមិញណាដែលថាកាប់មកទិសត្រូវថ្មកាប់មកទិសត្រូវដីសកាប់មកទិសត្រូវទឹកសមុទ្រហ្នឹងចៅសូមឆ្លើយថាកាប់ផ្លែដូងហ្នឹងព្រោះមើលទៅវាសមរម្យវាមើលទៅដូចសមនឹងសំណួរដែលយើងពាក្យបណ្ដៅដែលយើងដាក់មកមានតែកាប់ផ្លែដូងហ្នឹងហើយគឺកាប់ដំបងវាត្រូវសបកវាពណ៌ក្រហមតមកកាប់មួយទៀតត្រូវដីសគឺសាច់ហ្នឹងហើយមើលទៅដូចដីសហើយកាប់មួយទិសទៀតត្រូវនឹងទឹកសមុទ្រអាហ្នឹងវាទឹកវានៅខាងក្នុងហ្នឹងលោកតាតែចម្លើយហ្នឹងអាចត្រូវ100%ទេលោកតា ហ្នឹងហើយតារាចម្លើយនឹងគឺត្រូវហើយគឺចម្លើយនឹងវាសមទៅនឹងចម្លើយដែលពាក្យបណ្ដៅខ្មែរអញ្ចឹងគាត់ដាក់មកហើយមាននៅចម្លើយវាចឹងត្រូវហើយណាចៅហើយប្រកែស្វែងយល់មែនចឹងហើយចឹងចុះតាក៏មាននៅពាក្យបណ្ដៅមួយទៀតដែលដាក់សម្រាប់ឲ្យចៅនឹងរិះគិតដើម្បីឲ្យបញ្ញាយើងវាឆ្លាតយើងរិះគិតមើលពាក្យបណ្ដៅនឹងបណ្ដូចទៅខាងអីឬក៏យើងទៅស្រាវជ្រាវតាមចតុភៅខ្មែរយើងណាចៅចាំស្ដាប់នៅពាក្យបណ្ដៅដែលតាលើកមកបង្ហាញឲ្យចៅហើយស្អែកចាំបង្ហាញនៅលទ្ធផលឲ្យតាណាចៅទាំងពីរចាំស្ដាប់ចាំស្ដាប់ណាចៅទាំងពីរណាពាក្យហ្នឹងគេថាកំពែងកំប៉ោះកំពែងអត់ដោះចិញ្ចឹមកូនរស់តើពាក្យហ្នឹងគេចង់សំដៅទៅលើអ្វីហើយជាអីណាអាចារ្យទាំងពីរចាំប្រតិទពិចារណាតើពាក្យហ្នឹងគេសំដៅទៅលើអ្វីណាពាក្យខ្មែរពាក្យបណ្ដៅខ្មែរយើងហ្នឹងណាអាចារ្យ